សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ក្រុម No Ending ដែលជាក្រុមទី2ហើយប្រធានបទរបស់ក្រុមនេះខ្ញុំគឺពាក់ព័ន្ធជាមួយនឹងប្រវត្តិនៃការធ្វើបដិវត្តឧស្សាហកម្ម 4.0 ដូច្នេះដើម្បីកុំឲ្យខាតពេលវេលាយូរមកទស្សនាវីដេអូនឹងទាំងអស់គ្នាសាមញ្ញយើងតាចំប្រូពងងគ្នាធ្វើអីហ្នឹងនេះពងអង្គុយធ្វើសាញ់មិនមកអូនិយាយចឹងទីតំបន់យើងតើទៅនឹងអីទីតំបន់ហ្នឹងតើតងនឹងការធ្វើបដិវត្តឧស្សាហកម្ម 4.0 ហើយបដិវត្តឧស្សាហកម្ម 4.0 ហ្នឹងឯគេអូខេតើឥឡូវកន្លែងមកមើលថាតើប្រវត្តិនៃការធ្វើឧស្សាហកម្ម 4.0 ហ្នឹងមានន័យយ៉ាងដូចម្ដេចដោយយើងត្រូវដឹងចំនួនសិនថាតើអ្វីទៅជាឧស្សាហកម្មមានន័យយ៉ាងដូចម្ដេចបដិវត្តឧស្សាហកម្មឬឧស្សាហកម្ម 4.0 ហ្នឹងជាអ្វីឧស្សាហកម្មគឺជាផ្នែកមួយនៃសេដ្ឋកិច្ចដែលតាក់ទងទៅនឹងការផលិតទំនិញឬសេវាកម្មកម្លាំងពលកម្មនិងបច្ចេកវិទ្យាហើយវាបានរួមចំណែកយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចជាតិហើយបានរួមចំណែកបាន 23.8 នៃផលិតផលជាសរុបនិងបង្កើនការងារដល់ប្រជាជនផងដែរជាទូទៅគេធ្វើចំណែកថ្នាក់ឧស្សាហកម្មហ្នឹងជាសាខាឬអនុសាខាទៅតាមផលិតផលដែលគេបង្កើតបាននិងទៅតាមបច្ចេកវិទ្យាអនុវត្តគេក៏អាចធ្វើចំណែកថ្នាក់ឧស្សាហកម្មហ្នឹងផ្សេងទៀតបានដែរតាមមួយលក្ខណៈរូបធាតុដើមឬផលិតផលសម្រេចឧស្សាហកម្មធុនធ្ងន់ឬឧស្សាហកម្មធុនស្រាល2កម្រិតកម្ពស់នៃបម្រែបម្រាស់ផលិតផលដែលគេបង្កើតបានគ្រឿងឧបភោគបរិភោគគ្រឿងបរិក្ខារនិងផលិតផលពាក់កណ្ដាលសម្រេច3កម្រិតកម្ពស់នៃបច្ចេកវិទ្យាឧស្សាហកម្មប្រពៃណីឧស្សាហកម្មស្រួចស្រាលនិងបច្ចេកវិទ្យាខ្ពស់4តម្រូវការទុនឧស្សាហកម្មមូលធនឬឧស្សាហកម្មហត្ថពលកម្មអូខេអ្នកទាំងអស់គ្នាចំណែកឯបដិវត្តឧស្សាហកម្មគឺជាការផ្លាស់ប្ដូរដំណើរការនៃការផលិតពីសម័យបុរាណដោយការប្រើកម្លាំងមនុស្សនិងការប្រើដៃដោយផ្ទាល់ហើយបានជំនួសវិញដោយការប្រើប្រាស់ម៉ាស៊ីននិងប្រព័ន្ធរោងចក្រហើយបដិវត្តនេះបានកើតឡើងដំបូងនៅពាក់កណ្ដាលសតវត្សទី13នៃប្រទេសអង់គ្លេសហើយបានរីករាលដាលឡើងទៅកាន់ប៉ែអឺរ៉ុបដីគោនិងសហរដ្ឋអាមេរិកនៅសតវត្សទី19ទេសសតនៃការរីករាលដាលនេះបណ្ដាលមកពីការទទួលយកនៅរបបមូលធននិយមមកអនុវត្តជាក់ស្ដែងនៅក្នុងវិស័យសេដ្ឋកិច្ចពីព្រោះពីមុនការកកើតឡើងនៃឧស្សាហកម្មតម្រូវការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយដោយហេតុសេដ្ឋកិច្ចនិងការផលិតទំនិញនៅមានកម្រិតតូចនៅឡើយដូច្នេះហើយបានជាសហគ្រិនបានខិតខំនិងស្វែងរកវិធីនៅក្នុងការបង្កើតផលិតកម្មរបស់ខ្លួនឲ្យកាន់តែមានភាពរីកចម្រើនរហូតទៅដល់ការបង្កើតរោងចក្រពាក្យថាបដិវត្តឧស្សាហកម្មសំដៅទៅដល់ការបង្កើតគំនិតវិនិវត្តថ្មីដែលបានបម្រើទៅដល់វិស័យឧស្សាហកម្មក្នុងគោលបំណងជំរុញឲ្យមានការផលិតកាន់តែឆាប់រហ័សនិងទទួលបាននៅក្នុងបរិមាណច្រើនព្រមទាំងកាត់បន្ថយកម្លាំងពលកម្មរបស់មនុស្សហើយវាក៏ជាចំណុចរបត់នៃការផ្លាស់ប្ដូររបៀបរបបរស់នៅប្រចាំថ្ងៃរបស់មនុស្សផងដែរវាថាបដិវត្តឧស្សាហកម្មត្រូវបានបង្កើតឡើងដើម្បីសម្អាតទៅលើការបង្កើតការអនុវត្តថ្មីៗដើម្បីបម្រើទៅលើវិស័យដើម្បីបម្រើទៅលើវិស័យឧស្សាហកម្មក្នុងគោលបំណងដើម្បីផលិតចេញជាផលិតផលផ្សេងៗនិងឲ្យមានភាពរលូននិងទទួលបានតំណងច្រើននិងមួយទៀតគឺការកាត់បន្ថយកម្លាំងពលកម្មជាជននិងយល់ដឹងអំពីរបៀបរបបនៃការរស់នៅរបស់ជាជនដើម្បីទាញផលប្រយោជន៍បានកាន់តែច្រើនពីបដិវត្តឧស្សាហកម្មគឺយើងត្រូវតែចេះសម្របខ្លួនជាមួយនឹងជាមនុស្សជាផ្នែកអ្នកដែលមានជំនាញខាងផ្នែកឌីជីថលទីផ្សារពាណិជ្ជកម្មនិងការរកស៊ីគ្នាមានដឹងថាបដិវត្តឧស្សាហកម្មបានធ្វើការវិវត្តចំនួន4ដំណាក់កាលដូចមកហើយគឺចាប់តាំងពីបដិវត្តឧស្សាហកម្ម 1.0 រហូតដល់បដិវត្តឧស្សាហកម្ម 4.0 ហើយធ្វើឲ្យការរស់នៅកាន់តែមានភាពទំនើបហើយបដិវត្តឧស្សាហកម្មនេះបានចាប់តាំងពីអាយុ300ឆ្នាំមុនមកម្ល៉េះបដិវត្តឧស្សាហកម្ម 1.0 គឺចាប់ពីឆ្នាំ1760ដល់ឆ្នាំ1840ហើយវាជាបដិវត្តឧស្សាហកម្មដំបូងគេបង្អស់ដែលត្រូវបានបង្កើតឡើងដោយការប្រើប្រាស់នៅប្រព័ន្ធដឹកជញ្ជូនតាមផ្លូវរថភ្លើងដែលប្រើប្រាស់ដោយចំហាយទឹកហើយបន្តមកក៏គេបានប្រើប្រាស់ចំហាយទឹកហ្នឹងទៅបង្កើតជាម៉ាស៊ីនចំហាយទឹកច្រើន
ដែលអាចដំណើរការកប៉ាល់និងម៉ាស៊ីនក្នុងផលិតកម្មជាច្រើនទៀតហើយគេចាត់ទុកថាចក្រភពអង់គ្លេសជាអ្នកចាប់ផ្ដើមវាឡើង បដិវត្តន៍ឧស្សាហកម្ម 2.0 គឺបានកើតឡើងនៅក្នុងឆ្នាំ 1850 ដល់ឆ្នាំ 1914 គឺកើតឡើងនៅក្នុងចុងសតវត្សទី 19 រហូតដល់ដើមសតវត្សទី 20 ដែលបានប្រកាសនៃការប្រើប្រាស់បច្ចេកវិទ្យាអគ្គិសនីហើយនឹងការរៀបចំឲ្យមានសង្វាក់ផលិតកម្មនៅក្នុងក្រុមហ៊ុននានាឬក៏រោងចក្រនានាដើម្បីឲ្យមានសន្ទុះផលិតផលនៅក្នុងផលិតកម្មនោះឲ្យមានសន្ទុះកើនឡើងជាលំដាប់នៅក្នុងនោះលោក Henry Ford គឺជាអ្នកដឹកនាំក្រុមហ៊ុន Ford ដែលបានធ្វើការយ៉ាងសកម្មនៅក្នុងការផលិតរបស់ឡាន Ford គឺជាឡានដំបូងបង្អស់ដែលបានផលិតមុនគេដែលមានប្រទេសចំនួន3ដើរតួយ៉ាងសំខាន់នៅក្នុងនោះដូចជាចក្រភពអង់គ្លេសប្រទេសអាល្លឺម៉ង់និងសហរដ្ឋអាមេរិក បងមានការមែន បងនិយាយចឹងឧស្សាហកម្ម 3.0 ឧស្សាហកម្ម 1.0 គឺទេបង អូឧស្សាហកម្ម 3.0 ហ្នឹងវាចាប់ផ្ដើមពីឆ្នាំ 1940 ដល់ឆ្នាំ 2010 គណៈពេលនោះដែរកុំព្យូទ័រដំបូងក៏វាត្រូវបានបង្កើតឡើងហើយប្រព័ន្ធពេលនោះដែរប្រព័ន្ធ digital ក៏វាមានសន្ទុះយ៉ាងខ្លាំងថែមទៀតផងព្រមជាមួយការផលិតបាននៅគ្រឿងអេឡិចត្រូនិកយ៉ាងច្រើនដែលជួយដល់ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិកថ្មីៗហើយកុំព្យូទ័រនិងប្រព័ន្ធអេឡិចត្រូនិកទាំងនោះត្រូវបានយកបញ្ចូលក្នុងប្រព័ន្ធផលិតផលធ្វើឲ្យវាមានការដើរលឿនជាងមុនហើយមានតម្លៃថ្លៃជាងមុនទៀតហើយដំណាក់កាលចុងក្រោយនេះគឺការញាត់បញ្ចូលប្រព័ន្ធអ៊ីនធឺណិតទៅជាប្រព័ន្ធស្វ័យប្រវត្តិហើយញាត់ដើម្បីឲ្យប្រព័ន្ធស្វ័យប្រវត្តិវាបានកាន់តែធំទូលាយជាងមុននិងល្អប្រើជាងមុន ហើយមួយទៀតគឺបដិវត្តន៍ឧស្សាហកម្ម 4.0 គឺជាការផ្លាស់ប្ដូរព័ត៌មានដោយពឹងផ្អែកទៅលើការផលិតហើយវារួមបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យា digital ជាមួយនឹងទិន្នន័យធំទិន្នន័យពេលវេលាពិតទ្រព្យសម្បត្តិរបស់ឧស្សាហកម្មដែលដំណើរការដោយ LOT ដើម្បីបង្កើតប្រព័ន្ធអេកូដែលមានប្រសិទ្ធភាពនិងដំណក់នឹងតបជាប់បានកាន់តែច្រើនអស់ហើយ អូខេសួស្តីអ្នកគ្នាអញ្ចឹងឧស្សាហកម្ម 4.0 គឺជារដ្ឋបាលទី 4 នៃបដិវត្តន៍ឧស្សាហកម្មដែលផ្ដោតទៅលើការអភិវឌ្ឍផលិតកម្មឲ្យកាន់តែរីកចម្រើនឲ្យកាន់តែឆ្លាតវៃតាមរយៈបច្ចេកវិទ្យា digital ហើយនៅក្នុងគោលកំណត់សំខាន់នៃឧស្សាហកម្ម 4.0 នោះមានដូចជា connectivity ដែលជាការតភ្ជាប់គ្នាតាមរយៈប្រព័ន្ធអ៊ីនធឺណិតការតភ្ជាប់គ្នាតាមរយៈប្រព័ន្ធ digital ប្រព័ន្ធគ្រឿងចក្រនិងប្រព័ន្ធគ្រឿងយន្តនិងទំនាក់ទំនងគ្នាតាមរយៈអ៊ីនធឺណិតហើយ data driver វិញ data driver គឺជាការប្រមូលទិន្នន័យជាក់ស្ដែងយកមកវិភាគដោយ AI និង Big Data ដើម្បីប្រមូលទិន្នន័យនិងកែសម្រួលទិន្នន័យឡើងវិញសារជាថ្មីចំណែកឯ Smart Automatic វិញគឺជាប្រព័ន្ធ robot ដែលវាធ្វើការដោយខ្លួនឯងរៀនដោយខ្លួនឯងស្វែងយល់និងធ្វើអ្វីៗដែលខ្លួនឯងបានដោយសារតែមនុស្សនិងអ្នកផលិតបានបង្កើតវាឡើងដោយការសរសេរកូដចូលទៅក្នុងខ្លួនរបស់វារួចទៅហើយដោយគ្រាន់តែបញ្ជាវាតែម្ដងឬមួយក៏បង្ហាញនៅអ្វីឲ្យវាតែម្ដងវានឹងកត់ចំណាំចូលទៅក្នុងអង្គចងចាំវាដោយខ្លួនឯងចំណែកឯ data twin វិញ data twin គឺជាការបង្កើតនៅគំនូរជីវចលដែលចេញពីហេតុការណ៍ពិតៗដើម្បីឲ្យងាយស្រួលពន្យល់ទៅដល់អ្នកប្រើប្រាស់និងឲ្យអ្នកប្រើប្រាស់ងាយស្រួលមើលនិងងាយស្រួលវិភាគទៅលើហេតុការណ៍ទាំងនោះអូខេដល់គ្នាចំណែកឯបច្ចេកវិទ្យាសំខាន់នៅក្នុងប្រព័ន្ធឧស្សាហកម្ម 4.0 នោះមានដូចជា IoT ដែលជាប្រព័ន្ធប្រតិបត្តិការដែលអត់មានខ្សែដូចជា Bluetooth wireless charge និងតាមរយៈកែអំណប់ជាដើមចំណែកឯ Cool Computing វិញគឺជាប្រព័ន្ធបច្ចេកវិទ្យាមួយដែលជួយកាត់បន្ថយការចំណាយនិងសន្សំសំចៃនៅទិន្នន័យដើម្បីឲ្យយើងងាយស្រួលក្នុងការផ្ទុកឯកសារនៅលើប្រព័ន្ធអ៊ីនធឺណិតអូខេចំណែកបច្ចេកវិទ្យាមួយទៀតគឺបច្ចេកវិទ្យាការព្យាករណ៍ទុកមុនបច្ចេកវិទ្យានឹងដែរគឺវាជួយ alert និងប្រាប់មុនទៅដល់អ្នកប្រើប្រាស់ដើម្បីឲ្យអ្នកប្រើប្រាស់ងាយស្រួលការពារនិងជួសជុលទៅលើបច្ចេកវិទ្យានោះនិងផ្លាស់ប្ដូរនៅគ្រឿងចក្រមួយចំនួនដែលវាបានខូចដើម្បីការពារកុំឲ្យប្រព័ន្ធដែលខូចឬក៏គ្រឿងចក្រទាំងនោះវារីករាលដាលនិងធ្វើឲ្យខូចទៅដល់គ្រឿងចក្រនិងប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗទៀតចំណែកឯបច្ចេកវិទ្យានេះដែរគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងពេលបច្ចុប្បន្នដោយសារតែវាជួយកាត់បន្ថយចំណាយកាត់បន្ថយការផលិតនៅថ្មីនិងកាត់បន្ថយនៃកាកសំណល់សម្រាប់នានាតែវាជួយការពារបរិស្ថានយើងមួយចំណែកផងដែរឧទាហរណ៍ប្រសិនបើរោងចក្រឧស្សាហកម្មមួយគេប្រើប្រាស់នៅទម្រង់ឧស្សាហកម្ម 4.0 គេនឹងទទួលបានផលចំណេញច្រើនដោយសារតែការបន្ថយលើពលកម្មមនុស្សដោយគេប្រើប្រាស់នៅគ្រឿងចក្រដែលបំពាក់ដោយបច្ចេកវិទ្យា 4.0 ដែលធ្វើឲ្យមានភាពងាយស្រួលទៅនឹងភាពងាយស្រួលនោះអាចបញ្ជាវាពីចម្ងាយឬឲ្យវា
ធ្វើការដោយស្វ័យប្រវត្តិ24ម៉ោងក្នុងមួយថ្ងៃ7ថ្ងៃក្នុងមួយសប្តាហ៍ទន្ទឹមនឹងភាពងាយស្រួលនោះក៏មានផលលំបាកផងដែរពាក់ព័ន្ធជាមួយនឹងបញ្ហាប្រព័ន្ធសុវត្ថិភាពដែលអាចនឹងមានការវាយប្រហារពីសំណាក់ hacker ក្នុងប្រការណាមួយតាមប្រព័ន្ធអ៊ីនធឺណិត Wi-Fi និងអាចមានបញ្ហាផ្សេងៗផងដែរពាក់ព័ន្ធទៅនឹងបញ្ហាបច្ចេកទេស ឧស្សាហកម្មត្រូវបានគេយកដាក់ឲ្យប្រើប្រាស់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធជាសំខាន់ដូចជានៅក្នុងវិស័យការពារជាតិវិស័យបច្ចេកវិទ្យានិងទូរគមនាគមន៍វិស័យគីមីសាស្ត្រវិស័យគ្រប់គ្រងសេវាដឹកជញ្ជូនវិស័យរោងចក្រនុយក្លេអ៊ែរវិស័យអគ្គិសនីវិស័យសុខាភិបាលសាធារណៈនិងវិស័យសង្គ្រោះបន្ទាន់ប្រសិនបើយើងក៏លេចទៅមើលនៅការប្រៀបធៀបនៅចន្លោះឆ្នាំឧស្សាហកម្មទី1និងទី2គេសង្កេតឃើញថាឧស្សាហកម្មទី4ជាយុគសម័យកាលដែលមានការអភិវឌ្ឍនិងរីកចម្រើនខ្លាំងជាងគេសរុបមកឧស្សាហកម្ម 4.0 ឬក៏ឧស្សាហកម្មទី4គឺជាចំណុចរបត់នៃការផ្លាស់ប្ដូរដំណើរការផលិតកម្មឧស្សាហកម្មឬប្រតិបត្តិការដើម្បីឲ្យកាន់តែមានដំណើរការទាន់សម័យជាងមុននិងល្អប្រសើរជាងមុនតែទោះជាយ៉ាងណាក្តីវាក៏ផ្ដល់អត្ថប្រយោជន៍និងគុណវិបត្តិស្របពេលទន្ទឹមគ្នាផងដែរនេះគឺតម្រូវឲ្យអ្នកប្រើប្រាស់ស្វែងយល់និងសិក្សាពីវាឲ្យបានដិតដល់ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថានឹងមិនប៉ះពាល់ទៅដល់អ្នកប្រើប្រាស់និងបរិស្ថានទាំងមូលសូមអរគុណអ្នកទាំងអស់គ្នាឥឡូវវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយអរគុណខ្លាំងមែនទែនដល់អ្នកទាំងអស់គ្នាដែលបានមើលវីដេអូរបស់យើងពីដើមរហូតដល់ចប់នេះដល់ការពីបុរាណដល់អូមានបុរាណទៅគេនោះវិញអូយដល់តែយកទៅគេនោះវិញយកទៅគេនោះវិញនិយាយចឹង